ជំនឿចាស់បុរាណថាទៅដល់សម័យណានៅតែមានការប្រតិបត្តិជាប់រហូតពិសេសពេលចង់ធ្វើអីមួយនៅកន្លែងដែលមានអ្នកតាហើយមានដើមឈើធំចឹងត្រូវបន់ស្រន់សុំសេចក្តីសុខសប្បាយមុនសិនគម្រោងធ្វើថ្មីអាស្រមសក្ការៈពោះជាងមុនមេហៅជាងមកកាប់លួសមែកឈើឲ្យហើយថាវិការគ្រប់ពេលណាធ្វើពេលនឹងមកអមគាត់មានជំនាញពិតប្រាកដកាប់មានខ្សែចងមានធ្នាក់លាក់មកអត់គ្រោះថ្នាក់អីទេកាប់មកមែកតែនាំពួកគាត់ដាំជុំវិញសាលាវិញ100ដើមពួកយើងដាំឈើដើម្បីអីដើម្បីម្លប់ក្រៅពីម្លប់មានអីទៀតបរិស្ថានស្អាតខ្យល់អាកាសបរិសុទ្ធសម្រាប់មនុស្សធំមើលទៅងាយតែក្មេងៗអ្វីដែលនាំគាត់ធ្វើប្រៀបដូចខ្មៅដៃដែលគូសនៅលើกระดาษសអញ្ចឹងធ្វើឲ្យគាត់ចងចាំយល់ដឹងនិងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតចាខ្ញុំឲ្យតែគ្រូនាំតែធ្វើអីទៅទោះបីក្តៅហត់ល្មិចក៏ទៅជាមួយដែរគ្រូទៅណាទៅនៅតាមរហូតគ្រូណាដាច់ចិត្តមិនផ្ដល់រង្វាន់ឲ្យមកដល់ផ្ទះវិញងូតទឹកតិចសិនរៀបចំកិនទឹកអំពៅឲ្យពួកគាត់កក់សក់ជាមួយសាប៊ូក្លិនស្រស់ស្រាយអ្នកដែលមានបញ្ហាសក់ជ្រុះជ្រើសរើសសាប៊ូក្លិនសម្រាប់ការពារសក់ជ្រុះនេះសំឡើងពីវីតាមីន E និង B5 ជួយឲ្យសក់ដុសក្រាស់រឹងមាំមានសុខភាពល្អកក់រួចបន្ទន់ជាមួយក្រែមបន្ទន់កាន់តែធ្វើឲ្យទន់ភ្លឺលលោងសាប៊ូក្លិនជាផលិតផលរបស់ខ្មែរមានរូបមន្តមកពីប្រទេសកូរ៉េផលិតផ្ទាល់នៅក្នុងប្រទេសកម្ពុជាយើងទាំងពៅនេះអត់សម្រាប់តែសិស្សខ្ញុំទេបានគ្រប់ថ្នាក់ទាំងអស់ថ្នាក់ពេលព្រឹកកិនឲ្យពេលព្រឹកថ្នាក់ថ្ងៃកិនឲ្យពេលថ្ងៃរាល់ថ្ងៃរៀងតឹងតិចត្រង់ថាធ្វើអីអត់បានលឿនលះដូចមុនទេនេះកិនច្រកខ្លួនឯងម៉ែអត់បានជួយរវល់ទៅវត្តសិស្សនៅសាលាខ្ញុំបានញឹកជាងគេតាំងពៅនឹងតែអត់ចិនទេយកទៅដល់ពេលណាហូរសប្បាយចិត្តពេលហ្នឹងមកខ្ញុំសូមចែករំលែកស្នាមញញឹមនិងភាពរីករាយទៅកាន់បងប្អូនទាំងអស់គ្នាដែរអរគុណច្រើនបាយបាយThough the winds may scatter, there's a calm in every breeze. Oh, there will be a song.